ตาអ្នកធ្លាប់ឃើញតម្លៃគ្រីបតូឡើងលឿនហើយធ្លាក់ចុះភ្លាមទេវាអាចជា Bubble Crypto Crack Bubble អត្ថបទវីដេអូនេះនឹងពន្យល់អំពីតើ Bubble Crypto មានន័យអ្វីហេតុអ្វីវាកើតឡើងរបៀបស្គាល់សញ្ញាមុនពេលវាបែកនិងរបៀបការពារវិនិយោគរបស់អ្នកមិនឲ្យខូចខាត1តើ Bubble Crypto មែនជាអ្វី Bubble Crypto កើតឡើងពេលតម្លៃឡើងលឿនពេកដោយសារតែ hype និងការស្មានមិនមែនដោយសារតែតម្លៃពិតវាដូចជាដាក់ខ្យល់ក្នុងប៉ោងធំច្រើនទៅវាហ៊ានបែក2ហេតុអ្វីវាកើតឡើង hype និងការស្មានមនុស្សទិញព្រោះតែតម្លៃកំពុងឡើងពាក្យសន្យាហួសហេតុពី project ដែលមិនទាន់មានផលិតផល project ចម្លងគ្នាដើម្បីចូលក្នុងផ្លូវស្ដាយការផ្ទុះព័ត៌មានដែលធ្វើឲ្យគ្រប់គ្នាគិតថាត្រូវទិញឥឡូវឧទាហរណ៍ ICO Boom 2017មាន token ច្រើនចេញជាមួយពាក្យសន្យា NFT Device Search 2021តម្លៃឡើងខ្លាំងហើយធ្លាក់ចុះខ្លាំង3របៀបស្គាល់ Bubble សញ្ញាដែលត្រូវប្រយ័ត្នតម្លៃឡើងលឿនពេកក្នុងពេលខ្លីដោយគ្មានព័ត៌មានសំខាន់ Project ចម្លងគ្នាមិនមានអ្វីថ្មីមានពាក្យចាំអារាមនិង Media Hype ច្រើនពេកមនុស្សនិយាយថាគងាយខ្លាយជាអ្នកមានបើអ្នកឃើញ hype ច្រើនហួសប្រមាណគ្មានផលិតផលពិតត្រូវប្រយ័ត្ន4របៀបការពារខ្លួនចែកចាយវិនិយោគ Diversify កុំទុកលុយទាំងអស់ក្នុង coin តែមួយយកចំណេញពេលតម្លៃឡើងខ្ពស់លក់មួយផ្នែកតាមដានមូលដ្ឋាន Fundamentals មិនត្រឹមតែតម្លៃតែត្រូវពិនិត្យគម្រោងនិងអ្នកប្រើប្រាស់ប្រើ platform ដែលទុកចិត្តបាន Binance Square និង Binance Price Page ប្រើឧបករណ៍តាមតម្លៃជាក់ស្ដែងដើម្បីស្គាល់ប្រតិកម្មអធម្មតា Binance Integration Binance ផ្ដល់ឲ្យអ្នកនៅទិន្នន័យទីផ្សារតាមពេលពិតនិងឧបករណ៍តាមតម្លៃអ្នកអាចចូលទៅកាន់ Binance Price Page ដើម្បីមើលថាតម្លៃមានការឡើងចុះមិនធម្មតាទេសន្និដ្ឋានកុំឲ្យខ្លួនអ្នកជាប់ក្នុង hype រៀនស្គាល់ Bubble Crypto កាន់តែឆាប់ដើម្បីការពារវិនិយោគនិងទទួលបានចំណេញប្រកបដោយប្រាជ្ញាប្រើឧបករណ៍ Binance ដើម្បីស្ថិតនៅលើទិន្នន័យពិតរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកន្នែងឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ